tơ mà nẹ tiếp cho một chất bẻ đồn. Chốt chạm mật phẹ bay nẹ can chư, chiên nâng chân diên, can chư, anh prăng cầm lăng bẩn tịch mở. Chiên diên khuyông prăng opi cầm lăng hơi nâng. Can chư, chiên diên. Bất phẹ sầm lanh rổ bọc nhôm, chiên, cứ chi mà nụ sray đã chuột nâng snai ha khlang nà can chư, thả mấy có anh một tí ni. Chân chừng, nì giấy slap hỏi. Nhôm plek can chư bật can chư, anh bất chi mà nụ chuột nâng snai ha mén khơi chiên diên phliêm rột lươn chiên từng sai tờ tiệp chiên, cho nổ nà pra ở nhôm miên sẵn xa chầm này anh khmin tờ vinh. Can chư, nẹ mơ cho niên vi pra ha nhôm bẹp nâng hạt ai lộc chui niên mình chui nhôm. Tu pro, anh nì giấy có trơ niên nì giấy có trơ ca bài tranh bị khnia. Nẹ tiếng óc khnia miên mật phẹ đại thông đăng cái đây chỉ mùi khnia tăng bị tồi tế.ពួកយើងទាំង3នាក់គឺបែបហ្នឹងជីវិតដែលឆ្លុះប្រកែកគ្នាជាក្រុម3នាក់នេះបន្តអស់រយៈពេលជាង10ឆ្នាំមកហើយរហូតដល់ថ្ងៃមួយកានជឺទៅមែនទេឈៀនបានឆ្លើយមែនហើយចាប់ពីថ្ងៃនេះទៅខ្ញុំត្រូវរត់ចេញទៅរស់នៅជាមួយចិនយានហើយកានជឺឈៀនឯងពិតជាឃើញមនុស្សប្រុសសំខាន់ជាងមិត្តភក្តិមែនចង់បានប្រុសមិនខ្វល់ពីមិត្តភក្តិសោះឈៀនឯងស្ដាយខ្ញុំមែនទេកានជឺនរណាស្ដាយឯងទៅបាត់ក្រែធំក្នុងបន្ទប់នោះគឺខ្ញុំដេកម្នាក់ឯងគ្មាននរណាមកដណ្ដើមពួយទៀតទេខ្ញុំសប្បាយចិត្តមិនទាន់ចង់អស់ផងគុំត្រឡប់មកវិញរហូតកាន់តែល្អទូប្រុសសួរកានជឺកាត់អីហ្នឹងឈៀនមានចិត្តតូចអញ្ចឹងឯងចាប់ពីពេលនេះទៅទុកក្មេងម្នាក់នេះឲ្យបងមើលថែហើយណាសង្ឃឹមថាដល់ពេលនោះបងនៅតែអាចសើចចេញចោះភាពឯកានិងការចាប់អារម្មណ៍ថ្មីទូប្រុសកើតអីមានរឿងអីមែនទេកានជឺខ្ញុំឈឺនឹងស្មាខ្លាំងណាស់ដេកក៏មិនស្រួលខ្លួនដែរទូប្រុសមកឲ្យបងជួយច្របាច់ឲ្យនៅក្មេងសោះបែរជាមានជំងឺដូចមនុស្សចាស់អញ្ចឹងកានជឺក៏ដោយសាររាល់ថ្ងៃត្រូវធ្វើការតាំងពីព្រឹកទល់យប់នឹងណាកាលពីមុនឲ្យតែខ្ញុំឈឺគឺឈៀនជួយម៉ាស្សាឲ្យរហូតទូប្រុសមើលចោះមាត់ប្រាប់ថាគេទៅកាន់តែល្អតាមពិតគឺខ្វះគេមិនបានសោះកានជឺខ្ញុំនឹកគេណាស់បើគេនៅខាងក្រៅគេខឹងខ្ញុំរហូតមិនបាត់តើត្រូវធ្វើម៉េចទៅគ្មានគេខ្ញុំដេកមិនលក់ទេទូប្រុសបានហើយកុំយំអីមិនមែននៅមានបងម្នាក់ទៀតទេអីកានជឺចុះបើថ្ងៃក្រោយបងមានសង្សារបងនឹងបោះបង់ខ្ញុំចោលដែរមែនទេមិនអាចទៅរួចទេបងស្ដាយឯងណាស់មកសន្យាគ្នាធ្ពួកដៃអាចកំបាំងនៃលេខកូដសម្ងាត់អញ្ចឹងហើយពួកយើងពី3នាក់ក៏ខ្លាយមកជាស្នាក់នៅ2នាក់វិញកានជឺបងចេះធ្វើម្ហូបទេទូប្រុសឆ្លើយអត់ចេះធ្វើទេកានជឺតែខ្ញុំចង់ញ៉ាំត្រីឈៀនទៅបាត់គ្មានអ្នកធ្វើម្ហូបឲ្យសោះបើទូប្រុសថាបើអញ្ចឹងបងសាកធ្វើមើលចុះទូប្រុសសួរកើតអីហ្នឹងបងប្រាប់ហើយថាគុំទៅលេងជាមួយអណ្ដើកដែលឈៀនចិញ្ចឹមឥឡូវត្រូវវាមខំបាត់កានជឺឆ្លើយថាក៏មកពីខ្ញុំនឹកអណ្ដើកដែលឈៀនចិញ្ចឹមពេកនឹងណាទូប្រុសកំពុងលៀងរបួសឲ្យប្រហែលជាផ្សារបន្តិចហើយត្រង់បន្តិចទៅណាកានជឺគិតក្នុងចិត្តតាមពិតទៅច្រមុះរបស់គាត់ខ្ពស់ស្រឡូនស្អាតខ្លាំងណាស់តើចម្លែកមែនកាលពីមុនមិនក៏ខ្ញុំមើលមិនឃើញថាគាត់សង្ហាដល់ថ្នាក់នឹងអញ្ចឹងលេខកូដកុំព្យូទ័ររបស់ឯងគឺជាអ្វីបងចង់សួរអ្វីបន្តិចកានជឺប្រាប់មិនបានទេគុំមកលួចមើលឲ្យសោះទូស្រីលេខ4ខ្ទង់ចុងក្រោយនៃអត្តសញ្ញាណប័ណ្ណបងឯងមែនទេឬថ្ងៃខែឆ្នាំកំណើតម៉ាក់ប៉ាគុំប្រាប់ណាថាជាថ្ងៃខែកំណើតរបស់បងកានជឺរឿងនេះខ្ញុំអាចពន្យល់បានឯងមិនបាច់ពន្យល់ទេព្រោះបងក៏ដូចគ្នាដាក់លេខកូដថ្ងៃកំណើតកានជឺជីវិតដែលនៅសល់របស់បងគឺជារបស់អូនតែម្នាក់គត់កានជឺអញ្ចឹងមានន័យថាឈៀនមិនបានទៅរស់នៅជាមួយចិនយានទេអីបាទនាងស្នាក់នៅបូរីទល់មុខយើងនឹងតើកានជឺចុះហេតុអីបានជាបងត្រូវរើចេញដែរចុះបើបងមិនរើចេញតើអញព្រមមើលមកបងទេឈៀនត្រឡប់មកវិញអណ្ដើកតូចរបស់ខ្ញុំនៅឯណាទូស្រីថាលើកមុនវាខំខ្ញុំក៏យកវាទៅទុកចោលបាត់ហើយឈៀនឯងស្នេហាចម្ងាយឆ្ងាយនឹងការសម្រេចបំណងមិត្តភក្តិនិយាយឯងនៅមិនទាន់បែកគ្នាជាមួយសង្សារដែលរស់នៅក្នុងទូរស័ព្ទដូចចិញ្ចឹមសត្វ digital នឹងទៀតអីមិនយល់ថាពួកឯងគិតអីទេមួយឆ្នាំជួបគ្នាបានប៉ុន្មានដងទៅបែកគ្នាទៅវាល្អជាងកុំឲ្យឈឺចាប់អូសបន្លាយយូរទូស្រីគិតក្នុងចិត្តតើអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់ស្នេហាចម្ងាយឆ្ងាយទេទូស្រីនិយាយក្នុងវីដេអូខលចាស់សោះបងមិននៅក្បែរខ្ញុំក៏ញ៉ាំបាយបានច្រើនដែរបន្តិចទៀតខ្ញុំទៅញ៉ាំស៊ុបភីងកូ hot pot ហើយស្រឡាញ់បងណាធ្វើដៃសញ្ញាបេះដូងទូស្រីនិយាយម្នាក់ឯងតែខ្ញុំនៅតែភ្លីភ្លើដែលធ្វើឲ្យទឹកស៊ុបស្រក់ប្រឡាក់អាបាត់ទូស្រីមើលក្នុងកញ្ចក់ទូរស័ព្ទមិនក៏ពុកមាត់បងដោះមកទៀតហើយទូប្រុសថាអូរវល់តែរៀនត្រៀមប្រឡងអនុបណ្ឌិតពេកគ្មានពេលក៏ពុកមាត់សោះទូស្រីក៏ថាបងឯងនេះគៀតថ្ងៃប្រឡងហើយនៅតែញ៉ៃដែរទូប្រុសតបទៅវិញអូនឯងក៏ដូចគ្នាគុំញ៉ាំរបស់ត្រជាក់ច្រើនពេកហើយទិញកញ្ចប់កម្ដៅ warm bake ទុកផងទូស្រីដឹងហើយខ្ញុំស្ដាប់បង្កប់ណាស់ឈុតនៅសាលារៀនមានស្រីម្នាក់ទៀតចូលមកស្រីម្នាក់ទៀតនិយាយបងកានជឿអាហារពេលព្រឹកនេះខ្ញុំទិញលើសចែកបងខ្លះទៅចោះទូស្រីថាកុំបារម្ភអីខ្ញុំនឹងជួយមើលថែគាត់ឲ្យបានល្អជំនួសបងបាយកាត់មកឈុតទូឯកស្រីដល់ម្នាក់ឯងខ្ញុំនឹកបងខ្លាំងណាស់បងខុសហើយថ្ងៃនេះខ្ញុំពាក់ស្បែកជើងកែងចោតយ៉ាងស្អាតតែប្រហែលជាមានអ្នកខ្លះមើលមិនឃើញទេហេស្រាប់តែទូប្រុសលេចមុខមកពីក្រោយទូស្រីហៅឲ្យឈប់សិនហេតុអីបានជាបងទូប្រុសឆ្លើយទៅថាបងប្រឡងជាប់អនុបណ្ឌិតនៅសាលាតែមួយជាមួយអូនឯងហើយទូឯកស្រីខ្ញុំចង់សួររឿងពុកមាត់តើ Safety នេះជាអាវយឺតដែលអូនទិញឲ្យបងអូនចង់ឲ្យគឺក្មេងប្រុសធំក៏របស់អូនសង្ហាជានិច្ចទូប្រុសរៀបរាប់ខ្ញុំមិនចូលចិត្តស្នេហាចម្ងាយឆ្ងាយទេតែខ្ញុំចូលចិត្តអូនឯងដើម្បីបានមកនៅក្បែរអូនបងត្រូវខំប្រឹងរៀនដើម្បីប្រឡងចូលសាលានៅទីក្រុងយ៉ាងសិននេះប
បងតែងតែប្រាប់អ្នកផ្សេងថាកុំធ្វើបែបនេះមិត្តស្រីខ្ញុំនឹងយល់ច្រឡំអូនគឺជាកម្លាំងចិត្តដែលធ្វើឲ្យបងខំរៀនមិត្តភក្តិនិយាយអបអរសាទរផងសេហ្វធានអញប្រឡងចប់ហើយទូប្រុសអាការជឿបងនឹងហ៊ួនរ៉ាន់មកជួបអូនហើយចាំបងណាទូស្រីនិយាយធម្មតាពួកយើងតែងតែចែករំលែកទាំងរឿងសប្បាយនិងរឿងទុក្ខព្រួយឲ្យគ្នាទៅវិញទៅមកបែបនឹងឯងនេះហើយគឺជាស្នេហាចម្ងាយឆ្ងាយទោះនៅក្នុងពិភពលោកដ៏ធំនេះក៏ខ្ញុំមិនចង់បាត់បង់បងដែរកម្ពស់ខុសគ្នា20សង់ទីម៉ែត្រនិងសញ្ញីស្នេហ៍ដូចឈុតឆាកសុំការរៀបការនៅទីសាធារណៈជិតខាងបាននឿថាមានគេកំពុងសុំការរៀបការនៅខាងមុខលឿនទៅមើលទាំងអស់គ្នាបុរសម្នាក់ចិញ្ចឹមចិញ្ចៀនពេជ្រជាមួយវងនេះតំណាងឲ្យបេះដូងស្មោះស្ម័គ្ររបស់បងដែលមានចំពោះអូនតែម្នាក់គត់ក្នុងមួយជីវិតតើអូនព្រមរៀបការជាមួយបងទេអ្នកជុំវិញនាំគ្នាប្រាប់ឲ្យរៀបការទៅជាងចាស់សខ្ញុំព្រមឈុតការជីចង់មើលគេដែរតែមើលមិនឃើញការជឿជួយរុញខ្ញុំទៅមុខបន្តិចមើលរុញទៅសេហ្វធានកុំប្រញាប់ពេកអាល្អិតចាំបងជួយលើកការជឿឲ្យមើលពីលើស្មាអត់ពិសោធន៍មានមិត្តភក្តិកម្ពស់1.80 ម៉ែត្រតើវាមានអារម្មណ៍បែបណាដែលមានមិត្តភក្តិធំដឹងក្តីជាមួយគ្នាកម្ពស់1.80 ម៉ែត្រគេឈ្មោះសេហ្វធានអាងតែខ្លួនខ្ពស់តាំងពីតូចដល់ធំគ្មាននរណាហ៊ានធ្វើបាបខ្ញុំឡើយសេហ្វធានមកពីឯងទៀបអញ្ចឹងតើចាំបងជួយស៊ីនំជំនួសឯងចុះការជឿថាយកនំមកឲ្យខ្ញុំវិញភ្លាមឈុតថតរូបសេហ្វធានចាំបងថតរូបឲ្យពួកឯងការជឿមកមើលចុះមុខខ្ញុំបាត់ទៅណាហើយសេហ្វធានថតចប់តែខ្លួនមិនចប់ក្បាលព្រោះមកពីការជឿទៀបពេកសេហ្វធានរូបនេះថតបានល្អណាស់បងសុំរក្សាទុកហើយការជឿហែកចោលភ្លាមគំរត់សេហ្វធានកុំដេញអីបងដើរមួយជំហានស្មើអញដើរពីរជំហានបាត់ហើយការបែកគ្នាទៅរៀននៅបរទេសមិត្តភក្តិហើយណែសេហ្វធានគ្រឿងលម្អរបស់អញប្លែកម៉េះសេហ្វធានថានេះគឺជាគ្រឿងលម្អផ្ដាច់មុខរបស់បងតើសំដៅលើការជឿដែលដើរក្បែរមិត្តភក្តិវ៉ាវកម្ពស់ខុសគ្នាខ្លាំងណាស់មើលទៅពិតជាគូដែលស័ក្តិសមគ្នាបំផុតការជឿថាសេហ្វធានចាប់ពីពេលនេះទៅនៅឲ្យឆ្ងាយពីខ្ញុំបន្តិចអ្នកនិទានខ្ញុំធ្លាប់គិតថាខ្ញុំនឹងត្រូវរស់នៅក្រោមម្លប់កម្ពស់របស់គេរហូតទៅតែនឹកស្មានមិនដល់ថាការជឿបងពិតជាត្រូវទៅរៀននៅប្រទេសអង់គ្លេសមែនអីសេហ្វធានមិនដែរស្ដាយបងមែនទេការជឿគ្មានទេបងមិននៅទីបំផុតគ្មាននរណាមកបង្អាប់ថាខ្ញុំទៀតឡើយសប្បាយចិត្តមិនទាន់អស់ផងសេហ្វធានថាចុះឯងនឹងចាំបងត្រឡប់មកវិញទេការជឿបងដល់ម៉ោងហើយប្រញាប់ទៅចុះពេលដែលគ្មានគេនៅក្បែរតាមពិតទៅខ្ញុំខ្វះបងប្រុសកម្ពស់1.80 ម៉ែត្រម្នាក់នេះមិនបានឡើយសៀវភៅនៅលើធ្នើខ្ពស់ក៏គ្មានអ្នកជួយយកឲ្យទៀតដែរពេលថតរូបក៏គ្មានអ្នកមកធ្វើជាជើងកាមេរ៉ាឲ្យខ្ញុំទៀតដែរគ្មាននរណាម្នាក់ដែលអាចផ្ដល់អារម្មណ៍សុវត្ថិភាពឲ្យខ្ញុំដូចបងប្រុសកម្ពស់1.80 ម៉ែត្រនោះឡើយពេលដែលពួកយើងអោបគ្នាជាមួយនឹងកម្ពស់ដែលខុសគ្នា20សង់ទីម៉ែត្រខ្ញុំអាចស្ដាប់ឬសំឡេងបេះដូងរបស់គេលោតយ៉ាងច្បាស់ពេលវេលាកន្លងផុតទៅយ៉ាងលឿនរដូវក្តៅមកដល់ជាច្រើនដងតែខ្ញុំនៅតែរងចាំសេហ្វធានឈ្មោះប្រែថារដូវក្តៅរបស់ខ្ញុំមិនទាន់ឃើញត្រឡប់មកវិញការសន្យានឹងលេខកូដស្នេហ៍ពិតការជឿតើខ្ញុំនៅអាចរងចាំចិញ្ចៀនដឺពីបងបានទៀតទេបិទភ័ក្រប្រាប់ការជឿថាចិញ្ចៀនដឺមានលេខកូដស្នេហ៍ពិតទៀតផងមិនដឹងថាមាននរណាម្នាក់យកឈ្មោះឯងទៅឆ្លាក់ទុកជាសម្ងាត់ទេដឹងសេហ្វធានក្នុងអនុស្សាវរីយ៍ទោះបីឥឡូវបងមិនទាន់អាចជូនចិញ្ចៀនដឺឲ្យឯងបានតែពួកយើងអាចភ្ជាប់លេខកូដស្នេហ៍ពិតជាមួយគ្នាបានរាល់ចិញ្ចៀនដឺទាំងអស់មានលេខកូដតែមួយគត់ដែលភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណហើយមិនអាចលុបចោលបានឡើយវានឹងក្លាយជាការចងចាំផ្ដាច់មុខរបស់ពួកយើងអស់មួយជីវិតការជឿលេខកូដដឺនោះខ្ញុំមានតាំងពីយូរហើយគឺលីវការជឿ162ចំណែកមួយទៀតគឺសេហ្វធាន182លេខកូដមួយគូនេះខ្ញុំនឹងមិនភ្លេចឡើយអស់មួយជីវិតការវិលត្រឡប់នឹងការសុំការរៀបការសេហ្វធានអាល្អិតមិនបានជួបគ្នាយូរហើយការជឿបងទីបំផុតបងត្រឡប់មកវិញហើយមិត្តភក្តិនៅអង់គ្លេសសេហ្វធានតើឯងគិតច្បាស់ហើយអីបើនៅទីនេះឯងនឹងមានអនាគតល្អជាងសេហ្វធានប៉ុន្តែនៅទីនោះមានក្មេងស្រីម្នាក់កំពុងរងចាំខ្ញុំត្រឡប់ទៅវិញមួយជីវិតនេះខ្ញុំសម្រេចចិត្តរើសយកនាងហើយសេហ្វធានលុតជង្គង់សុំការរៀបការការជឿចិញ្ចៀនដឺនេះមានឆ្លាក់លេខកូដស្នេហ៍ពិតរបស់ពួកយើងដូចជាឯងនៅក្នុងចិត្តបងដែរគឺមានតែមួយគត់លើលោកនេះបងចង់បដូរភាពស្និទ្ធស្នាលកាលពីអាយុ18ឆ្នាំឲ្យក្លាយជាដៃគូជីវិតរហូតដល់អាយុ80ឆ្នាំតើអូនព្រមរៀបការជាមួយបងទេការជឿចាស់សក់ខ្ញុំព្រមអ្នកនិទានថ្ងៃដែលបញ្ចប់ស្នេហាចម្ងាយឆ្ងាយរយៈពេល2ឆ្នាំឈុតឆាកប្អូនប្រុសប្រើបងស្រីប្អូនប្រុសលីវជឺណែលីវការជឿគ្រាន់តែទៅទិញទឹកសោះមិនក៏យឺតយ៉ាវម្លេះការជឿដឹងហើយខ្ញុំចិត្តដល់ហើយតើការជឿដើរបុកសេហ្វធានដោយអចេតនាការជឿសុំទោសណាមិត្តនិស្សិតសេហ្វធានថាមិនអីទេមើលទៅការជឿដោយចាប់អារម្មណ៍ឈុតនៅតារាងបាល់បោះប្អូនប្រុសណែឯងជាអណ្ដើកមែនទេគ្រាន់តែទិញទឹកមួយដបសោះយឺតយ៉ាងនេះការជឿឆ្លើយក៏ព្រោះថាមនុស្សវានៅទីនេះច្រើនពេកនឹងណាប្អូនប្រុសថានៅចេះដមត់ទៀតប្រញាប់លើកវ៉ាលីរបស់ខ្ញុំទៅបន្ទប់ស្នាក់នៅភ្លាមការជឿវ៉ាលីច្រើនយ៉ាងនេះឲ្យខ្ញុំលើកម្នាក់ឯងយ៉ាងម៉េចទៅ
អូនប្រុសម៉ាក់ប្រាប់ថានៅសាកលវិទ្យាល័យឲ្យឯងមើលថែខ្ញុំឲ្យល្អនេះជាតួនាទីបងស្រីដែលត្រូវធ្វើប្រញាប់លើកទៅឈុតការជាជួបសេហ្វធានម្ដងទៀតសេហ្វធានថាប្រយ័ត្នហើយជួយទប់ការជឿមិនឲ្យដួលការជឿមិនក៏ជួបបងទៀតហើយសេហ្វធានឯងមិនអីទេមែនទេមិនក៏មុខក្រហមម្លេះការជឿគ្មានអីទេបងពិតជាសមាជិកក្រុមបាល់បោះមែនអីបងកាលពីថ្ងៃមុនបងធ្វើជ្រុះរបស់ម្យ៉ាងសេហ្វធានគ្រាន់តែជាគ្រឿងលម្អតើទុកវាចុះផែនការជូនទឹកប្អូនប្រុសហើយលីវកានជឺមិនក៏ឯងមកនៅទីនេះឬមួយម៉ាក់ប្រាប់ឯងថាខ្ញុំជាប់ចូលក្រុមបាល់បោះសាលាហើយកានជឺឆ្លើយចាស់ស្ម័គ្រប្រាប់ខ្ញុំដែរខ្ញុំទៅតែដឹងរឿងនឹងប្អូនប្រុសចុះមិនក៏ឯងចេះដឹងរឿងគេច្រើនម្លេះស្អែកខ្ញុំវឹកហាត់កុំភ្លេចយកទឹកមកឲ្យខ្ញុំផងកានជឺថាឲ្យខ្ញុំយកទឹកមកឲ្យអីគិតក្នុងចិត្តអញ្ចឹងមានន័យថាខ្ញុំបានជួបសេហ្វធានទៀតហើយអូខេខ្ញុំយល់ព្រមប្អូនប្រុសសួរយល់ព្រមលឿនម្លេះកានជឺថាមកមើលថែប្អូនប្រុសតើរឿងធម្មតាទេឈុតហ្វឹកហាត់បាល់បោះស្រីសេហ្វធានប្រឹងឡើងសម្រាប់បន្តិចទៅផឹកទឹករបស់ខ្ញុំទៅផឹករបស់ខ្ញុំវិញកានជឺឈោមើលពីចម្ងាយមនុស្សច្រើនម្លេះគេច្បាស់ជាមិនរើសទឹករបស់ខ្ញុំទេប្អូនប្រុសហើយលីវកានជឺទឹករបស់ខ្ញុំនៅឯណាសេហ្វធានដើរមកឆក់យកទឹកពីដៃកានជឺខ្ញុំផឹកហើយណាកានជឺមិនអីទេទឹកនឹងគឺសម្រាប់បងនឹងឯងប្អូនប្រុសថាហើយមិនក៏យល់ព្រមជូនទឹកលឿនម្លេះតាមពិតគឺលួចស្រឡាញ់ប្រធានក្រុមយើងសោះអ្នកទាំងអស់គ្នាមកមើលអីនេះមានកង្កែបចង់ស៊ីសាច់ខ្ងានស៊ុបក៏ហើយទឺដងដាក់កានជឺឲ្យទូរស័ព្ទមកឲ្យខ្ញុំវិញភ្លាមសេហ្វធានថាឈប់លេងសាច់ភ្លាមឲ្យទូរស័ព្ទកានជឺវិញកុំខ្វល់ពីពួកគេអីសេហ្វធានស្ដីឲ្យក្រុមសាច់អីឬមួយចង់ឲ្យខ្ញុំបង្កើនការវឹកហាត់ឲ្យធ្ងន់ជាងនេះលីវជឺអាំងឯងមកនេះភ្លាមឈុតកានជឺត្រូវម៉ាក់ស្ដីឲ្យតាមទូរស័ព្ទម៉ាក់កានជឺឯងមើលថែប្អូនឯងយ៉ាងម៉េចហ្នឹងយីថាវាមានរបួសកានជឺប្រាប់ម៉ាក់ថ្ងៃត្រង់នេះវានៅល្អតាម៉ាក់ល្អស្អីឥឡូវវានៅដេកលើគ្រែកំរើកមិនរួចផងឯងធ្វើជាបងស្រីបែបណាខ្ញុំបង្កើតឯងមកមានប្រយោជន៍អីកានជឺយំក្នុងមាត់ម៉ាក់មានតែប្អូនចុះចំណែកខ្ញុំវិញម៉ាក់ធ្លាប់គិតពីអារម្មណ៍ខ្ញុំទេម៉ាក់ដឹងទេថាថ្ងៃនេះវាធ្វើអីខ្លះដាក់ខ្ញុំម៉ាក់ថាទោះវាយ៉ាងណាក៏ដោយឯងជាបងស្រីឯងត្រូវតែចេះអត់អន់ឲ្យប្អូនសេហ្វធានយកទូរស័ព្ទពីកានជឺមកនិយាយជំរាបសួរអ្នកមីងបើមានរឿងអីឲ្យជឺអាំងមករកខ្ញុំផ្ទាល់មកកានជឺមិនក៏បងមកទីនេះមេឃងឹតយ៉ាងនេះមើលផ្លូវមិនឃើញផងសេហ្វធានបងខ្លាចឯងដើរបុកដើមឈើនឹងណាកុំខ្លាចអីទៅថ្ងៃមុខបងនឹងការពារឯងកានជឺបងជន់អីហ្នឹងអូយសេហ្វធានអូប្រហែលជាជន់គឺកង្កែបពោលក៏ឲ្យមើលទៅកានជឺកង្កែបពោលចេះជន់មនុស្សដែរអីសេហ្វធានចុះឲ្យជន់ឬមិនឲ្យជន់បើជន់ហើយកុំមកត្អូញឲ្យបងណាទូឯកស្រីពួកយើងបានសម្រេចចិត្តហើយពួកយើងនឹងបែកគ្នាទូប្រុសមុននឹងបែកគ្នាពួកយើងចង់ធ្វើរឿងទាំងនេះដើម្បីជាការលាគ្នាសម្រាប់ចំណងមិត្តភាពរយៈពេល4ឆ្នាំក្នុងសាកលវិទ្យាល័យរឿងទី1ត្រឡប់ទៅសាលារៀនវិញជាលើកចុងក្រោយទូឯកស្រីវ៉ាវមិននឹកស្មានថាទីនេះនៅមានរូបថតពួកយើងសោះទូប្រុសយ៉ាងហោចណាស់ក៏នៅទីនេះពួកយើងនឹងនៅក្បែរគ្នាជានិច្ចទូស្រីដល់ខែវិច្ឆិកាហើយនៅតែក្តៅខ្លាំងទៀតមើលទៅខ្ញុំពិតជាមិនស័ក្តិសម្រុះនៅទីក្រុងខ្វាងជើមែនរឿងទី2ធ្វើរឿងឈួតជាមួយគ្នាទូប្រុសសួរត្រៀមខ្លួនរួចរាល់ហើយឬនៅតោះពួកគេនាំគ្នារត់លេងយ៉ាងសប្បាយរឿងទី3ថតរូបឈុតអាពាហ៍ពិពាហ៍ទូប្រុសសួរស្អាតទេទូស្រីឆ្លើយចាស់ស្អាតណាស់អ្នកថតរូបថាល្អណាស់ក្បាលដាក់ខិតជិតគ្នាបន្តិចមកការលាគ្នាទាំងទឹកភ្នែកទូស្រីមើលអ្នកខ្លះដេកលក់ទៅអាក្រក់មើលណាស់ពេលវេលាកន្លងផុតទៅលឿនមែនការសន្យាបែកគ្នារបស់ពួកយើងដល់ទីបញ្ចប់ហើយបានពាក់ឈុតការនេះក្នុងចិត្តខ្ញុំប្រៀបដូចជាបានរៀបការជាមួយបងម្ដងរួចទៅហើយបងត្រូវមើលថែខ្លួនឯងឲ្យល្អណាស់បើមានសង្សារថ្មីលុបវីដេអូនេះចោលទៅដើម្បីផ្ដល់កិត្តិយសឲ្យអ្នកថ្មីបំភ្លេចខ្ញុំទៅជូនពរបងឲ្យមានជីវិតស្រស់បំព្រងរឿងរ៉ាវពួកយើងបញ្ចប់ត្រឹមនេះចុះការផ្លាស់ប្ដូរចិត្តរបស់ទូប្រុសកានជឺបងស្ដាយក្រោយហើយអ្វីដែលហៅថាឆ្ងាយចម្ងាយ1200គីឡូម៉ែត្រពីសៀងហៃទៅខ្វាងជូវមិនមែនជាបញ្ហាទេអ្វីដែលឆ្ងាយបំផុតគឺថ្ងៃអនាគតបងត្រូវឈរមើលអូនពាក់ឈុតការជាមួយអ្នកផ្សេងហើយបងបានត្រឹមជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់ស្រឡាញ់គ្នាខ្លាំងតែមិនព្រមធ្វើអ្វីសោះបែរជាចង់រុញគ្នាឲ្យឆ្ងាយពីគ្នានេះទើបហៅថាឆ្ងាយទូប្រុស
បើអូនថាអូនមិនសាក់សម្រស់នៅខ្វាងជើបងនឹងទៅរស់នៅសៀងហៃជាមួយអូនចម្ងាយមិនមែនជាបញ្ហាឡើយបើស្រឡាញ់គ្នាត្រូវតែនៅក្បែរគ្នាមេរៀនសុខភាពនិងការរស់នៅមិត្តភ័ក្តិសួរកានជឺឯងមិនញ៉ាំអាហារពេលព្រឹកទេអីកានជឺចាំ2ម៉ោងទៀតញ៉ាំបាយថ្ងៃត្រង់តែម្ដងទៅមិនបាច់ញ៉ាំទេអាហារពេលព្រឹកនឹងពេលថ្ងៃត្រង់កានជឺសំណាងហើយដែលមិនបានញ៉ាំអាហារពេលព្រឹកព្រោះសក្រពះអាចញ៉ាំមាន់បំពងបានច្រើនដុំទៀតដល់ពេលរសៀលកានជឺបើពេលរសៀលគ្មានជាតិតែដោះគោមកតាក់ទាញទេតើមានកម្លាំងចិត្តធ្វើការកើតយ៉ាងម៉េចពេលល្ងាចកានជឺញ៉ាំនំកញ្ចប់បណ្ដាមើលរឿងភាគបណ្ដាគឺជាអ្វីដែលល្អបំផុតមិត្តភ័ក្តិថាឯងពិតជាខ្លាំងមែនកានជឺមាន់បំពងតែដោះគោនំកញ្ចប់មួយថ្ងៃឯងមិនបានផ្ដល់ជីវជាតិអីឲ្យខ្លួនឯងសោះកានជឺហើយវាយ៉ាងឥឡូវខ្ញុំនៅរស់បានស្រួលតើឈុតកាត់មកមន្ទីរពេទ្យមិត្តភ័ក្តិមកពីឯងមិនព្រមញ៉ាំបាយឲ្យត្រឹមត្រូវនឹងណាឥឡូវដឹងខ្លួនហើយឬនៅថាហេតុអីបានជាត្រូវមកដេកទីនេះ